កណាថ្ងៃនេះចង់បង្ហាញអំពីរបៀបស្លៀកស្បង់ឲ្យជាបរិមណ្ឌលក្នុងការស្លៀកស្បង់របស់ព្រះសង្ឃឬក៏សាមណេរនឹងគឺសំដៅទៅលើការរៀបចំស្លៀកដណ្ដប់នឹងឲ្យមានរបៀបរៀបរយត្រឹមត្រូវទៅតាមពុទ្ធានុញ្ញាតដែលមានលក្ខណៈនឹងជារង្វង់ស្មើគ្នាតាមវិន័យព្រះពុទ្ធសាសនានឹងការស្លៀកស្បង់នឹងជាបរិមណ្ឌលនឹងមានគោលការណ៍សំខាន់ដូចខាងក្រោមទី1លក្ខណៈនៃការស្លៀកខាងលើត្រូវស្លៀកឲ្យក្របជិតផ្ចិតប៉ុន្តែមិនឲ្យខ្ពស់ពេករហូតដល់ដើមទ្រូងឡើយខាងក្រោមនឹងយើងត្រូវទម្លាក់ជាយស្បង់នឹងឲ្យស្មើគ្នាជុំវិញជាបរិមណ្ឌលដោយក្របជង្គង់ខាងក្រោមនឹងយើងវាស់ពីក្បាលជង្គង់ចុះមកក្រោមនឹងគឺ8ធ្នាប់នៅក្នុងសក្ខីយវត្តនឹងបានសម្ដែងថាបរិមណ្ឌលាំងនិវាសេសាមិតិសិក្ខាករណីយាភិក្ខុត្រូវធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងស្លៀកស្បង់ឲ្យជាបរិមណ្ឌលគឺឲ្យរៀបរយស្មើមុខនិងស្មើក្រោយចឹងយើងសិក្សាមើលទៅការស្លៀកហ្នឹងគឺមានការបិទបាំងល្អណាស់មិនមែនបញ្ចេញផ្ចិតឬមួយក៏ស្លៀកឲ្យយាចុះមកក្រោមបើយើងស្លៀកចុះមកក្រោមឲ្យដល់ត្រឹមកជើងអាហ្នឹងទៅជាភិក្ខុនីហើយព្រោះភិក្ខុនីលោកស្លៀកស្បង់ហ្នឹងគឺធ្លាក់ចុះមកក្រោមប៉ុន្តែមានករណីលើកលែងដែរតាក់ទងទៅនឹងភិក្ខុឬមួយក៏សាមណេរដែលលោកមានជើងហ្នឹងអត់ស្មើល្អអញ្ចឹងការណាដែលស្លៀកមើលទៅឃើញថាដូចជាមិនសូវសមអញ្ចឹងក៏យើងអាចទម្លាក់ចុះមកក្រោមហ្នឹងលើសជាង8ធ្នាប់បានដែរប៉ុន្តែមិនគួរឲ្យធ្លាក់រហូតមកដល់ត្រឹមកជើងទេមើលទៅមិនស័ក្តិសមទេហើយការស្លៀកស្បង់បែបនេះគឺមានលក្ខណៈពិសេសមួយគឺយើងមិនចាំបាច់ប្រើវត្ថុពន្ធចង្កេះហ្នឹងក៏បានដែរមានន័យថាអាចជាប់បានល្អគឺសំបីតាទាញក៏មិនរបូតដែរប៉ុន្តែករណីដែលមិនអាចដែលយើងមិនប្រើវត្ថុពន្ធចង្កេះហ្នឹងគឺបានតែនៅក្នុងអារាមទេបើសិនជាយើងចេញទៅខាងក្រៅវត្តហ្នឹងក៏អត់គួរដែលជាអាបត្តិហើយនឹងជាទណ្ឌកម្មចឹងឥឡូវយើងចាប់ផ្ដើមមើលអំពីរបៀបនៃការដណ្ដប់សម្ពុតរុំខ្លួនសម្ពុតរុំខ្លួនហ្នឹងក៏មានប្រយោជន៍ដែរក្នុងការបិទបាំងរាងកាយតាក់ទងទៅនឹងការស្លៀកស្បង់ករណីស្លៀកស្បង់បើសិនជាស្បង់នឹងខោចខ្លីมันអាចបិទបាំងមណ្ឌលផ្ចិតបានយើងអាចយកសម្ពុតរុំខ្លួនហ្នឹងមកគ្របដណ្ដប់បិទបាំងជំនួសក៏គួរដែរអញ្ចឹងតាក់ទងទៅនឹងភិក្ខុសាមណេរគឺការស្លៀកដណ្ដប់របស់លោកគឺបិទបាំងល្អណាស់ប្រៀបដូចជាស្ត្រីក្រមុំអញ្ចឹងគឺมันងាយបញ្ចេញសាច់សខ្ចីនឹងឲ្យគេឃើញទេគឺលោកបិទបាំងណាស់មានសេចក្តីខ្មាស់អៀនលោកម្ចាស់អង្គខ្លះលោកសាច់សខ្ចីអញ្ចឹងទៅពេលចេញទៅជួបញាតិញោមលោកមានសេចក្តីខ្មាស់អៀនឬមួយក៏ញាតិញោមចេះតែសម្លឹងមើលលោកអញ្ចឹងទៅលោកអាចយកកម្រាលទ្របអង្គុយឬមួយក៏យើងហៅថានិស័យតនៈហ្នឹងមកបាំងលើស្មាហ្នឹងទៅទៀតព្រោះមិនចង់ឲ្យឃើញអញ្ចឹងមានន័យថាភិក្ខុសាមណេរក្នុងសាសនានេះលោកបិទបាំងកាយនឹងបានល្អណាស់លោកមិនប្រាថ្នាដើម្បីឲ្យអ្នកដទៃនឹងបានឃើញសាច់របស់លោកទេព្រោះការឃើញនឹងមិនជាការចម្រើនដល់កុសលធម៌ទេគឺចម្រើនទៅដោយលោភៈឥឡូវនេះចូលដល់វគ្គក្រងជីវរបែបភូមាចឹងมันបានរៀបរាប់ឲ្យច្រើនទេគ្រាន់តែយើងក្រងបរិមណ្ឌលហ្នឹងគឺជីវរហ្នឹងត្រូវនៅលើស្បង់ហ្នឹង4ធ្នាប់ហើយការក្រងបែបនេះនៅស្រុកខ្មែរយើងមិនសូវនិយមទេប៉ុន្តែជំនាន់ដើមហ្នឹងក៏មានការក្រងបែបហ្នឹងដែរគឺយើងឃើញទៅតាមរូបភាពតាមរូបថតសំបីតែសម្ដេចព្រះសង្ឃរាជណាតក៏លោកក្រងជីវរបែបហ្នឹងដែរគឺក្រងបែបដូចភូមាហ្នឹងឯងអញ្ចឹងវីដេអូនេះរៀបរាប់តែប៉ុណ្្នឹងទេហើយទេសនាដោយខ្លួនឯងបន្តចោះ